ជីវិតមិនផ្លាស់ប្ដូរទៅតាមចិត្តរបស់អ្នកដែលចង់នោះឡើយវាផ្លាស់ប្ដូរដោយសារអ្នកធ្វើសកម្មភាពដោយសារអ្នកជំរុញដោយសារអ្នកបដិសេធមិននៅនឹងមួយកន្លែងសូមស្វាគមន៍មកវីដេអូទី27ដែលរំលឹកខ្លួនយើងអំពីការពិតមួយថាពិភពលោកនេះមិនផ្ដល់រង្វាន់ដល់អ្នកតាមការប្រាថ្នាដែរតែវាផ្ដល់រង្វាន់ដល់អ្នកដែលមានវិន័យពិតប្រាកដជាទូទៅមនុស្សមានសេចក្តីប្រាថ្នាច្រើនដូចជាពួកគេប្រាថ្នាចង់បានភាពរីកចម្រើនប្រាថ្នាចង់បានភាពជោគជ័យសេរីភាពប៉ុន្តែការប្រាថ្នាមិនធានាថាពួកគេនឹងទទួលបានរបស់ទាំងនោះឡើយភាពមានវិន័យទើបជាកត្តាកំណត់ថាពួកគេនឹងអាចបាក់សម្រេចបាននូវក្តីប្រាថ្នាទាំងនោះជោគជ័យមិនមែនបានដោយភាពហេងស៊យដូចជាការចាក់ឆ្នោតឡើយវាជាកិច្ចសន្យាដែលចុះហត្ថលេខាដោយភាពទៀងទាត់និងភាពអត់ធ្មត់និងការខិតខំជាប្រចាំថ្ងៃរបស់អ្នកជាពិសេសនៅថ្ងៃដែលអ្នកគ្មានអារម្មណ៍ថាចង់ធ្វើវាតតែសោះក្តីសុបិនរបស់អ្នកមិនមែនរងចាំការលើកទឹកចិត្តនោះទេវាកំពុងតែរងចាំអ្នកធ្វើសកម្មភាពដើម្បីសម្រេចពួកវាវិន័យមិនមែនជាការដាក់ទណ្ឌកម្មទេតែវាជាការគោរពខ្លួនឯងនៅពេលដែលអ្នកនិយាយថាខ្ញុំនឹងធ្វើវាហើយអ្នកពិតជាបានធ្វើវាមែននោះអ្នកនឹងសាងទំនុកចិត្តជាមួយខ្លួនឯងហើយទំនុកចិត្តនោះនឹងក្លាយទៅជាភាពជឿជាក់ហើយភាពជឿជាក់នោះនឹងក្លាយទៅជាអំណាចរាល់ថ្ងៃដែលអ្នកមានវិន័យនឹងក្លាយទៅជាជ័យជំនះតូចៗមួយហើយជ័យជំនះតូចៗទាំងនោះនឹងក្លាយទៅជាចរិតដ៏ខ្លាំងនិងរឹងមាំរបស់អ្នកហើយចរិតដ៏ខ្លាំងនិងរឹងមាំរបស់អ្នកនោះនឹងផ្លាស់ប្ដូរវាសនាអ្នកមនុស្សដែលជោគជ័យពុំមែនជាមនុស្សដែលមានទេពកោសល្យច្រើនជាងគេនោះទេតែគេជាមនុស្សដែលមានវិន័យច្បាស់លាស់ជាងគេមនុស្សមានពីរប្រភេទក្រុមទី1មាន 95% ពួកគេគឺរស់នៅដោយសារអារម្មណ៍អូខ្ញុំហត់ណាស់ខ្ញុំគ្មានអារម្មណ៍ទេខ្ញុំនឹងធ្វើវានៅថ្ងៃស្អែកចំណែកឯក្រុមទី2មានចំនួនតិចគឺត្រឹមតែ 5% នោះទេពួកគេរស់នៅដោយប្រកាន់ខ្ជាប់នូវវិន័យខ្ញុំនឹងធ្វើវាទោះបីជាខ្ញុំហត់ក៏ដោយឬក៏ខ្ញុំមិនចង់ធ្វើវាក៏ដោយតើមនុស្សទាំងពីរក្រុមនេះក្រុមណាមួយដែលកសាងអនាគតល្អក្រុមណាមួយដែលធ្វើឲ្យប្រទេសជាតិខ្លាំងក្លាខ្ញុំជឿជាក់ថាអ្នកមានចម្លើយវិន័យគឺជាផ្លូវតែមួយគត់ដែលនាំអ្នកឲ្យចាកចេញពីក្រុមមនុស្ស 95% ទៅជាក្នុងក្រុមមនុស្ស 5%អនាគតដ៏ត្រចះត្រចង់កំពុងរង់ចាំអ្នកមិនមែនដោយសារភាពល្អឥតខ្ចោះនោះទេហើយក៏មិនមែនដោយសារទេពកោសល្យដ៏អស្ចារ្យដែរហើយរឹតតែមិនមែនជាអភូតហេតុគឺដោយសារវិន័យខ្លួនឯងដែលមានវិន័យនឹងអាចរកប្រាក់បានច្រើនជាងមុនរៀនសូត្របានច្រើនជាងមុនជាមនុស្សប្រសើរជាងមុនហើយនឹងក្លាយជាអ្នកដឹកនាំដែលល្អប្រសើរជាងមុនអនាគតដែលត្រចះត្រចង់នោះគឺនៅមិនឆ្ងាយពីអ្នកឡើយវាគ្រាន់តែជាការសម្រេចមួយប៉ុណ្ណោះរបស់អ្នកនោះជាការសម្រេចចិត្ត
ធ្វើបង្កើតវិន័យថ្ងៃនេះពេលនេះគឺសាមញ្ញឈប់គ្រាន់តែប្រាថ្នាចាប់ដើមមានវិន័យប្រសិនបើអ្នកចង់មានជីវិតប្រសើរចូលបង្ហាញខ្លួនប្រសិនបើអ្នកចង់មានស្មារតីរឹងមាំចូលវឹកហាត់វាហើយប្រសិនបើអ្នកចង់មានអនាគតប្រសើរចូលបង្កើតវាពីព្រោះពិភពលោកនេះមិនផ្ដល់រង្វាន់ដល់ការប្រាថ្នាទេតែវាផ្ដល់រង្វាន់ដល់ភាពមានវិន័យហើយថ្ងៃនេះបងនេះអ្នកជ្រើសរើសយកភាពមានវិន័យនេះ